ភលោករបស់យើងឥឡូវនេះគឺថាកាន់តែដើរលឿនទៅទំនើបទៅប្រៀបដូចជាខ្សែភាពយន្តបែបវិទ្យាសាស្ត្ររបស់ Hollywood ចឹងដោយសារតែអ្វីដែលយើងកំពុងតែឃើញនេះគឺជាមនុស្សយន្តដែលមានរូបរាងដូចមនុស្ស humanoid ចំនួនចុងក្រោយគេបង្អស់មនុស្សយន្តនេះមានកម្ពស់ 1.70 មានទម្ងន់60គីឡូក្រាមត្រូវបានគេរចនាឡើងគឺគិតនឹងធ្វើសកម្មភាពដូចជាមនុស្សតែម្ដងមនុស្សយន្តនេះរចនាឡើងគឺដើម្បីធ្វើកិច្ចការងារនៅក្នុងផ្ទះជាប្រចាំថ្ងៃរបស់យើងនឹងដូចជាលាងចានបោសផ្ទះជូតផ្ទះហើយថែមទាំងអាចយកអីវ៉ាន់ពីអ្នកដឹកជញ្ជូនមកឲ្យយើងបានទៀតផងគឺលយខ្លាំងមែនតើហើយវាក៏បន្ថែមមកជាមួយនឹងមុខងារសាកថ្មឥតខ្សែហើយគេរំពឹងថាមនុស្ស 12000 នាក់អាចនឹងមានមនុស្សយន្តនេះនៅក្នុងផ្ទះបន្ទាប់ពីពួកគេបានបញ្ចេញមនុស្សយន្តនេះជាផ្លូវការហើយមនុស្ស 100,000 នាក់ទៀតនឹងមានវានៅក្នុងផ្ទះបន្ទាប់ពី4ឆ្នាំក្រោយហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតហ្នឹងមិនមែនគ្រាន់តែជារូបរាងរបស់វាទេគឺជា operation system ដែល train វានៅខាងក្នុងតែម្ដងគឺដែលមានឈ្មោះថា Helix ហើយវាក៏បំពាក់មកនៅជាមួយនឹងកាមេរ៉ាដូច្នេះនៅពេលដែលវាធ្វើការកាន់តែច្រើនវានឹងរៀនសង្កេតអំពីពិភពលោកជុំវិញខ្លួនរបស់វាហើយនៅពេលដែលវារៀននឹងសង្កេតអំពីមនុស្សជុំវិញខ្លួនហើយវានឹងបញ្ជូនមេរៀននោះទៅកាន់ប្រព័ន្ធ AI ដើម្បីឲ្យមនុស្សយន្តផ្សេងទៀតបានរៀននិងធ្វើការដោយស្វ័យប្រវត្តិតែម្ដងវាប្រៀបដូចជា ChatGPT ចឹងនៅពេលដែលមនុស្សយើងប្រើកាន់តែច្រើនដូច្នេះមនុស្សយន្តនឹងកាន់តែឆ្លាតវៃជាងមុនហើយអាចនឹងឆ្លាតជាងមនុស្សយើងរហូតដល់រាប់លានដងទៀតផងហើយអ្វីដែលយើងកំពុងតែមើលនេះគឺប្រៀបដូចជារឿងវិទ្យាសាស្ត្ររបស់ Hollywood អញ្ចឹងហើយយើងក៏ចាប់ផ្ដើមឈានដល់យុគសម័យនៃមនុស្សយន្តជាផ្លូវការហើយអញ្ចឹងនឹងមានរឿងអីគួរឲ្យខ្លាចខ្លះចាំមើលទាំងអស់គ្នា